សូមជូនរឿងគន្ធិភេទកៈចៅព្រះបរមសាស្តាទ្រង់ប្ររពគន្ធិភេទកៈចៅជាចៅដែលលួចប្លន់ក្នុងចំណោមពួកចៅដូចគ្នាមានចៅពីរនាក់បានចូលទៅកាន់វត្តព្រះចេតពុនព្រមជាមួយនឹងពួកប្រជាជនដែលបាននាំគ្នាទៅវត្តដើម្បីស្ដាប់ព្រះធម៌ទេសនាបណ្ដាចៅទាំងពីរនាក់នោះចៅម្នាក់បានអង្គុយតាំងចិត្តស្ដាប់ព្រះធម៌ទេសនាដោយសេចក្តីគោរពហើយបានសម្រេចព្រះសោតាបត្តផលឯចៅម្នាក់ទៀតអង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិអ្នកដទៃប៉ុណ្ណោះបើម្ចាស់ទ្រព្យគេភ្លេចខ្លួនពេលណាក៏នឹងលួចយកនៅពេលនោះភ្លាមមួយរំពេចបន្តិចក្រោយមកចៅនោះក៏បានលួចទ្រព្យឧបាសកម្នាក់ដែលកត់ចងវិចទុកដោយស្បៃចំនួន5មាសកៈហើយបានយកប្រាក់នោះទៅទិញម្ហូបអាហារស្រាចំណីមកផឹកស៊ីនៅផ្ទះរបស់ខ្លួនហើយបាននិយាយឌៀមដាមចាក់ដោតទៅកាន់សម្លាញ់ម្នាក់នោះដោយប្រការផ្សេងនិយាយលើកដង្កើងខ្លួនឯងថាជាអ្នកមានបញ្ញាជាបណ្ឌិតចំណែកឯចៅដែលបានសម្រេចព្រះសោតាបាននោះបានចូលទៅក្រាបទូលរឿងនោះដល់ព្រះសាស្តាទ្រង់ត្រាស់ព្រះគាថានេះថាយោពេឡូមញ្ញតីពាយ៉ាងបណ្ឌិតោវាបិតេនសោពេឡូចបន្តិតមានីសវេពេឡូតិវិជ្ជតិបុគ្គលណាដឹងខ្លួនឯងថាជាអ្នកល្ងងខ្លៅបុគ្គលនោះនឹងคล้ายទៅជាបណ្ឌិតបានព្រោះការដឹងខ្លួននោះឯបុគ្គលណាជាអ្នកល្ងងខ្លៅសម្គាល់ខ្លួនឯងថាជាបណ្ឌិតបុគ្គលនោះតថាគតហៅថាជាអ្នកល្ងងខ្លៅក្នុងការចប់ព្រះធម៌ទេសនាពួកញាតិទាំងឡាយព្រមទាំងចៅដែលបានសម្រេចសោតាបាននោះបានសម្រេចសោតាបត្តផលព្រះធម៌ទេសនាជាគុណជាតិមានប្រយោជន៍ដល់មហាជនជាច្រើនអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី70ដល់73នៃសតនបិដកលេខ52ទំព័រទី34ចប់សូមអនុមោទនា